កម្មផលបង្រៀនយើងថារាល់សកម្មភាពសុទ្ធតែមានផលរបស់វាអ្វីដែលយើងធ្វើនៅថ្ងៃនេះនឹងត្រឡប់មករកយើងវិញនៅថ្ងៃអនាគតប្រសិនបើយើងឲ្យនូវសេចក្តីសប្បុរសភាពស្មោះត្រង់និងការគោរពយើងនឹងទទួលបានផលដូចគ្នានៅក្នុងជីវិតរបស់យើងប្រសិនបើយើងធ្វើបាបអ្នកដទៃឬប្រព្រឹត្តអំពើអយុត្តិធម៌ផលវិបាកអវិជ្ជមាននឹងកើតឡើងចំពោះយើងវិញមិនខានកម្មផលរំលឹកឲ្យយើងគិតមុនពេលយើងធ្វើសកម្មភាពនិងជ្រើសរើសផ្លូវដែលត្រឹមត្រូវជីវិតគឺប្រៀបដូចជាកញ្ចក់ដែលឆ្លុះបញ្ចាំងអំពីអាកប្បកិរិយារបស់យើងសកម្មភាពល្អបង្កើតបាននូវសេចក្តីសុខសុភមង្គលនិងទំនាក់ទំនងរឹងមាំទង្វើល្អតូចៗក៏អាចធ្វើឲ្យមានភាពខុសគ្នាខ្លាំងដែរដូច្នេះចូរព្យាយាមធ្វើអំពើល្អជានិច្ចតាមរយៈការជួយអ្នកដទៃនិងការរក្សាបាននូវភាពវិជ្ជមានពីព្រោះកម្មផលតែងសម្លឹងមើលនិងតបស្នងនៅអ្វីដែលយើងឲ្យទៅអ្នកដទៃការគ្រប់គ្រងខ្លួនឯងគឺជាគុណសម្បត្តិសំខាន់បំផុតមួយដែលមនុស្សម្នាក់អាចមានវាមានន័យថាការគ្រប់គ្រងអារម្មណ៍ពាក្យសម្ដីនិងសកម្មភាពរបស់អ្នកក្នុងគ្រប់ស្ថានភាពទាំងអស់នៅពេលអ្នកគ្រប់គ្រងខ្លួនឯងអ្នកជៀសវាងបញ្ហាដែលមិនចាំបាច់និងធ្វើការសម្រេចចិត្តកាន់តែឈ្លាសវៃកំហឹងភាពអន្ទះសារនិងប្រតិកម្មអវិជ្ជមានអាចប៉ះពាល់ដល់ទំនាក់ទំនងនិងអនាគតរបស់អ្នកមនុស្សរឹងមាំមិនមែនជាអ្នកដែលឆ្លោះប្រកែកគ្នាទេប៉ុន្តែជាអ្នកដែលគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានល្អការគ្រប់គ្រងខ្លួនឯងជួយអ្នកឲ្យផ្ដោតលើគោលដៅរបស់អ្នកនិងរក្សាបាននូវសេចក្តីសុខក្នុងជីវិតរបស់អ្នកវាបង្កើតបាននូវការគោរពនិងការជឿទុកចិត្តពីអ្នកដទៃតាមរយៈការអនុវត្តការអត់ធន់និងមានវិន័យរៀងរាល់ថ្ងៃអ្នកអាចក្លាយទៅជាបុគ្គលដែលកាន់តែល្អប្រសើរនិងរឹងមាំជាងមុនការគ្រប់គ្រងខ្លួនឯងគឺជាគន្លឹះនៃជោគជ័យនិងជីវិតដែលប្រកបដោយសេចក្តីសុខសាន្តគិតល្អនាំទៅរកជីវិតល្អគំនិតរបស់អ្នកកំណត់សកម្មភាពរបស់អ្នកហើយសកម្មភាពរបស់អ្នកកំណត់អនាគតរបស់អ្នកនៅពេលអ្នកគិតវិជ្ជមានអ្នកមានអារម្មណ៍ជឿជាក់និងមានសង្ឃឹមការគិតវិជ្ជមានជួយអ្នកដោះស្រាយបញ្ហាដោយស្ងប់សុខនិងធ្វើការសម្រេចចិត្តកាន់តែប្រសើរផ្នត់គំនិតល្អនាំមកនូវសេចក្តីល្អសុភមង្គលនិងជោគជ័យគំនិតអវិជ្ជមានបង្កើតការភ័យខ្លាចភាពតានតឹងគំនិតវិជ្ជមានបង្កើនកម្លាំងនិងការលើកទឹកចិត្តប្រសិនបើអ្នកគ្រប់គ្រងការគិតរបស់អ្នកបានអ្នកក៏អាចគ្រប់គ្រងជីវិតរបស់អ្នកបានដែរអ្នកត្រូវតែផ្ដោតលើដំណោះស្រាយមិនមែនផ្ដោតលើបញ្ហាទេសមិទ្ធផលដ៏អស្ចារ្យនីមួយៗចាប់ផ្ដើមដោយគំនិតវិជ្ជមានតាមរយៈការជ្រើសរើសគំនិតល្អៗជារៀងរាល់ថ្ងៃអ្នកអាចកសាងចរិតលក្ខណៈកាន់តែល្អប្រសើរនិងមានអនាគតភ្លឺស្វាងជាងមុនការគិតអំពីរឿងល្អៗពិតជាអាចបង្កើតបាននូវជីវិតល្អនិងមានអត្ថន័យល្អថាមពលចងចាំគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរៀនសូត្រនិងជីវិតប្រចាំថ្ងៃអ្នកអាចបង្កើនការចងចាំរបស់អ្នកដោយការអនុវត្តទម្លាប់ល្អៗទី1អ្នកគួរតែគេងឲ្យបានគ្រប់គ្រាន់ពីព្រោះខួរក្បាលរបស់អ្នកត្រូវការសម្រាកដើម្បីរក្សាទុកព័ត៌មានទី2ការអាននិងការរៀនអ្វីថ្មីៗជាប្រចាំធ្វើឲ្យចិត្តគំនិតមានភាពសកម្មការសរសេរកត់ចំណាំនិងការនិយាយឡើងវិញនៅព័ត៌មានក៏ជួយអ្នកឲ្យចងចាំបានកាន់តែប្រសើរផងដែរអាហារដែលមានសុខភាពល្អដូចជាផ្លែឈើគ្រាប់ធញ្ញជាតិនិងបន្លែជួយគាំទ្រដល់សុខភាពខួរក្បាលលំហាត់ប្រាណនិងការធ្វើសមាធិធ្វើឲ្យប្រសើរឡើងនៅការប្រមូលនិងការផ្ដោតអារម្មណ៍ជៀសវាងការមានភាពតានតឹងនិងការរំខានច្រើនក្នុងពេលសិក្សារៀនសូត្រការរក្សារបៀបរៀបរយនិងការគ្រប់គ្រងពេលវេលាឲ្យបានត្រឹមត្រូវ
ក៏ជួយពង្រឹងការចងចាំបានល្អផងដែរជាមួយនឹងការអនុវត្តប្រចាំថ្ងៃនិងរបៀបរស់នៅដែលមានសុខភាពល្អអ្នកក៏អាចបង្កើនថាមពលចងចាំរបស់អ្នកបានផងដែរពេលវេលាគឺជារបស់ដ៏មានតម្លៃបំផុតក្នុងជីវិតនៅពេលដែលវាកន្លងផុតទៅហើយអ្នកមិនអាចយកវាមកវិញបានទេមនុស្សគ្រប់រូបមានពេល24ម៉ោងដូចគ្នាក្នុងមួយថ្ងៃប៉ុន្តែមនុស្សជោគជ័យប្រើប្រាស់ពេលវេលារបស់ពួកគេដោយឈ្លាសវៃពេលវេលាបង្រៀនយើងពីវិន័យនិងការទទួលខុសត្រូវប្រសិនបើអ្នកខ្ជះខ្ជាយពេលវេលាអ្នកនឹងបាត់បង់ឱកាសការគ្រប់គ្រងពេលវេលាល្អជួយអ្នកឲ្យសម្រេចគោលដៅរបស់អ្នកនិងរស់នៅដោយមានលំនឹងជីវិតអ្នកគួរតែចំណាយពេលវេលារបស់អ្នកក្នុងការរៀនសូត្រធ្វើការនិងកែលម្អខ្លួនឲ្យបានប្រសើរឡើងពេលវេលាក៏រំលឹកអ្នកឲ្យរីករាយនឹងជីវិតនិងឲ្យតម្លៃដល់រាល់ពេលវេលានីមួយៗផងដែរជីវិតខ្លីណាស់ដូច្នេះអ្នកត្រូវតែប្រើប្រាស់ពេលវេលារបស់អ្នកឲ្យបានល្អបំផុតការគោរពពេលវេលាវានឹងនាំមកនូវជោគជ័យនិងសុភមង្គល